សួស្តីមិត្តអ្នកស្ដាប់ទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងនាំបងប្អូនទាំងអស់គ្នាមកស្ដាប់រឿងពិតមួយដែលកំពុងត្រូវបានតាមដានច្រើនគ្នានៅលើបណ្ដាញសង្គមករណីគួរឲ្យសោកស្ដាយនៃ influencer ស្រស់ស្អាតអាយុ23ឆ្នាំម្នាក់ត្រូវបានបាញ់សម្លាប់ក្នុងពេលកំពុងផ្សាយបន្តផ្ទាល់តាមរយៈ TikTok ដែលពេញមួយពិភពលោកកំពុងតាមដានទៅលើរឿងមួយនេះតើហេតុអ្វីបានជាកើតការដូចនេះតើនាងជានរណាហេតុអ្វីបានជាឃាតករធ្វើដូចនេះចូលតាមដានទស្សនានិងស្ដាប់រឿងពេញជាមួយខ្ញុំទាំងអស់គ្នា Influencer ម្នាក់អាយុ23ឆ្នាំត្រូវបានបាញ់សម្លាប់ខណៈដែលនាងធ្វើការផ្សាយបន្តផ្ទាល់តាមរយៈ TikTok ដែលគេសង្ស័យថានាងត្រូវបានសម្លាប់ដោយអ្នកស៊ីឈ្នួលសម្លាប់មនុស្ស Valeria Marquez ត្រូវបានបាញ់សម្លាប់នៅសាឡនដែលជាហាងរបស់នាងផ្ទាល់ឈ្មោះថា Blossom Beauty លួងនៅខេត្ត Jalisco ប្រទេសមិចស៊ិកកាលពីថ្ងៃទី13ខែឧសភាខណៈដែលនាងកំពុងផ្សាយបន្តផ្ទាល់តាមរយៈ TikTok បុរសដែលបានមកហាងរបស់នាងហើយតាំងខ្លួនថាជាអ្នកដឹកទំនិញអនឡាញនោះត្រូវបានអាជ្ញាធរដាក់ការសង្ស័យថាជាបុរសដែលបានបាញ់សម្លាប់នាងគួរបញ្ជាក់ដែរថាមុនពេលកើតហេតុរយៈពេលប្រមាណម៉ោងក៏មានបុរស2នាក់ដែលជិះម៉ូតូហើយបានបាញ់សម្លាប់មនុស្សម្នាក់ទៀតដែលនៅតំបន់ដដែលផងដែរហើយបច្ចុប្បន្នអាជ្ញាធរកំពុងស៊ើបអង្កេតថាឃាតកម្មទាំងពីរនេះមានការតាក់ទងគ្នាដែរឬអត់អាជ្ញាធរជឿថាឃាតករអាចជាអ្នកស៊ីឈ្នួលក្នុងការសម្លាប់ Influencer អាយុ23ឆ្នាំម្នាក់មានឈ្មោះ Valeria Marquez ដែលបានស្លាប់ដោយការបាញ់សម្លាប់ខណៈកំពុងផ្សាយបន្តផ្ទាល់ពីហាងសាឡនរបស់នាងនៅខេត្ត Jalisco ប្រទេសមិចស៊ិកនៅដើមសប្តាហ៍នេះនៅថ្ងៃអង្គារទី13ខែឧសភា Valeria Marquez កំពុងស្ថិតនៅខាងសាឡនរបស់នាងដែលមានឈ្មោះថា Blossom Beauty លួងតាមការរាយការណ៍ដំបូងបានឲ្យដឹងថាមានបុរសម្នាក់បានចូលមកហាងហើយបាញ់ទៅលើនាងដែលគ្រាប់ដំបូងចំទ្រូងនិង2គ្រាប់បន្ទាប់ចំក្បាលរបស់នាងបណ្ដាលឲ្យនាងដេកស្លាប់នៅនឹងកន្លែងហេតុការណ៍នេះត្រូវបានថតជាប់ក្នុងពេលផ្សាយបន្តផ្ទាល់តាមរយៈ TikTok ខណៈពេលដែលនាងកំពុងថតវីដេអូសម្រាប់អ្នកតាមដានរបស់នាងនៅពេលនោះលោក Dennis Rodquez ដែលជាតំណាងផ្សព្វផ្សាយព័ត៌មានសម្រាប់ស្នងការដ្ឋានខេត្ត Jalisco បានប្រាប់សារព័ត៌មាន Associated Press ថាមុនពេល Valeria Marquez មកដល់ហាងរបស់នាងប្រហែលប្រមាណម៉ោងមានបុរសម្នាក់ប្រើឈុតជាអ្នកដឹកជញ្ជូនមកណែនាំខ្លួនថាបាននាំកាដូដែលមានតម្លៃថ្លៃមកផ្ដល់ឲ្យនាងដោយមានបុរសពាក់ម៉ាស់ចម្លែករងចាំនៅខាងក្រៅសូមបញ្ជាក់ថានៅពេលនោះបុរសទាំងពីរនោះពុំទាន់បានជួបជនរងគ្រោះផ្ទាល់នោះទេមានន័យថាឃាតករបានជួបនឹងណែនាំខ្លួនថាជាអ្នកដឹកជញ្ជូនទៅដល់បុគ្គលិកម្នាក់ដែលធ្វើការក្នុងហាងរបស់ជនរងគ្រោះបើយោងតាមសារព័ត៌មាននោះក្រោយពី Valeria មកដល់ហាងរបស់នាងហើយបានដឹងថាបុរសទាំងពីរនោះបានសួររកនាងបានចាប់ផ្ដើមមានការភិតភ័យនិងខ្លាចហើយបាននិយាយក្នុងការផ្សាយបន្តផ្ទាល់តាមរយៈ TikTok ថានាងកំពុងតែព្រួយបារម្ភចំពោះវត្តមានជនទាំងពីរមុនពេលត្រូវបានសម្លាប់នាងបាននិយាយដោយការឆ្ងល់បែបនេះក្នុងការផ្សាយបន្តផ្ទាល់ប្រហែលជាពួកគេមកសម្លាប់ខ្ញុំឬពួកគេមកយកខ្ញុំហើយមើលទៅតាមកាមេរ៉ាបានបង្ហាញថាបុរសទាំងពីរបានជិះម៉ូតូមកត្រឡប់មកហាងសាឡននៅខេត្ត Jalisco ម្ដងទៀតក្នុងរយៈពេលប៉ុន្មាននាទីបន្ទាប់ពី Valeria បង្ហាញការភ័យខ្លាចអ្វីដែលពួកគេធ្វើបន្ទាប់នេះបានធ្វើឲ្យអាជ្ញាធរដាក់ការសង្ស័យថាបុរសពាក់ម៉ាស់ជិះម៉ូតូទាំងពីរគឺជាឃាតករលោក Rodquez
បានបញ្ជាក់ថាឃាតករសម្លាប់មនុស្សដោយជិះម៉ូតូកំពុងកើតឡើងមាននៅតំបន់នោះជារឿយៗគាត់បានបង្ហាញបន្ថែមថាមានបុរស2នាក់ជិះម៉ូតូបានសម្លាប់សមាជិកសភាចាស់ម្នាក់នៅក្នុងតំបន់នោះដោយបើកការបាញ់សម្លាប់ប៉ុន្មានម៉ោងមុនការស្លាប់របស់ Valeria មានន័យថាករណីដែលឃាតករជិះម៉ូតូបាញ់សម្លាប់នោះក៏បានកើតឡើងមុនពេលការស្លាប់របស់ Valeria ផងដែរបច្ចុប្បន្នអាជ្ញាធរកំពុងស៊ើបអង្កេតថាតើករណីទាំងពីរនេះមានការតាក់ទងគ្នាដែរឬអត់គេឃើញមានការបង្ហោះចុងក្រោយរបស់ Valeria រួមមានរូប selfie និងរូបថត model ស្ដីពីមុខរបររបស់នាងហើយមុនពេលដំណឹងអំពីការស្លាប់របស់នាងបង្ហាញគេបានឃើញនាងបង្ហោះរូប selfie មួយចុងក្រោយតាមរយៈ Instagram Story ដែលបច្ចុប្បន្នបានផុតកំណត់ទៅហើយនៅពេលនាងស្លាប់ Valeria មានអ្នកតាមដាន Instagram ចំនួន 149,000 នាក់និង TikTok ច្រើនជាង 114,000 នាក់ទៅទៀតបាទនេះហើយគឺជាហេតុការណ៍ដ៏សោកស្ដាយមួយដែលកើតឡើងចំពោះ Valeria Marquez ជា influencer ល្បីតាម TikTok និង Instagram អាយុ23ឆ្នាំម្នាក់បច្ចុប្បន្នសមត្ថកិច្ចនៅបន្តការសង្ស័យថាអាចជាករណីប៉ុនប៉ងសម្លាប់ដោយជួលហើយក៏កំពុងស៊ើបអង្កេតថាតើមានទំនាក់ទំនងជាមួយករណីបាញ់សម្លាប់មនុស្សម្នាក់ទៀតមុនពេលកើតហេតុការណ៍នេះកើតឡើងដែរឬទេសម្រាប់មិត្តអ្នកមើលទាំងអស់គ្នាបើសិនជាចង់ទទួលដំណឹងថ្មីទៀតអំពីករណីសម្លាប់ចម្លែកសម្ងាត់ឬហេតុការណ៍ប្លែកទៀតសូមចុច like ចុច follow និង share វីដេអូនេះផងណាជួបគ្នានៅវីដេអូក្រោយសូមអរគុណ